នេះគឺជាការកសាងផ្លូវ highway ឆ្លងកាត់សមុទ្រខ្សាច់មរណៈនៅវាលខ្សាច់ថាក្លាម៉ាកាន់ហេតុអ្វីព្រោះនេះមិនមែនគ្រាន់តែជាវាលខ្សាច់រាបស្មើទេនៅទីនេះវាលខ្សាច់មានទីទួលខ្ពស់ដោយអគារខ្ពស់ៗផ្លាស់ប្ដូរ20ម៉ែត្រក្នុងមួយឆ្នាំព្យុះខ្សាច់នឹងលេបត្របាក់យកអ្វីៗទាំងអស់នៅក្នុងផ្លូវរបស់ពួកគេផ្លូវដែលបានសាងសង់នៅថ្ងៃនេះនឹងបាត់ទៅក្នុងប្រមាណថ្ងៃបន្ទាប់ប៉ុន្តែវិស្វករចិនមានគំនិតដ៏នឹកស្មានមិនដល់មួយគឺជំនួសឲ្យការប្រើម៉ាស៊ីនឈូសឆាយដីខ្សាច់ពួកគេបានចម្លងគំនិតមួយពីអណ្ដូងរ៉ែធ្យូងថ្មដែលប្រើម៉ាស៊ីនដែលប្រើសម្រាប់ជញ្ជូនរ៉ែដ៏ធំដើម្បីផ្លាស់ទីដីខ្សាច់ចូលទៅក្នុងជ្រលងភ្នំខ្សាច់និងបំពេញរន្ធជ្រៅបង្កើតផ្លូវដ៏ល្អឥតខ្ចោះមួយថ្ងៃបូមខ្សាច់ជាង 10000 ម៉ែត្រគូបបញ្ហាត្រូវបានដោះស្រាយគឺមិនទាន់ទេនៅវាលខ្សាច់មានខ្យល់ខ្លាំងដែលអាចបោកបក់ដីខ្សាច់មកលើផ្លូវដូច្នេះវិស្វករបានដាំចំបើងនៅក្នុងវាលខ្សាច់រាងជាក្រឡាអុកការធ្វើបែបនេះធ្វើឲ្យខ្យល់បក់យឺតហើយខ្សាច់អាចតោងជាប់ជាមួយចំបើងដើម្បីការពារផ្លូវ highway ក្នុងរយៈពេល5ឆ្នាំតស៊ូនឹងកម្ដៅខ្លាំងនិងកំហឹងរបស់ធម្មជាតិជនជាតិចិនបានសាងសង់ផ្លូវប្រវែង300គីឡូម៉ែត្រឆ្លងកាត់កន្លែងដែលគ្មាននរណាម្នាក់ជឿថាអាចធ្វើទៅបាន